ជំរាបសួរប្រិមិត្តវិលមកជួបគ្នាសាជាថ្មីមកកាន់វីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងព្រឺព្រួចមួយមកចែកជូនប្រិមិត្តទាំងអស់គ្នាដែលសាច់រឿងមួយនេះដែរគឺកើតទៅលើបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាភាហើយបងភាគាត់ក៏បានរៀបរាប់ថាសាច់រឿងរបស់គាត់នេះគឺកើតឡើងនៅពេលដែលគាត់ទៅហូបការនៅក្នុងភូមិមួយដែលនៅជាប់ជាមួយនឹងភូមិរបស់គាត់ចង់ដឹងថាសាច់រឿងរបស់បងភាមានឈុតឆាកព្រឺព្រួចបែបណាខ្លះកុំឲ្យខាតពេលយើងចូលទៅក្នុងសាច់រឿងទាំងអស់គ្នានៅក្នុងថ្ងៃមួយហ្នឹងគឺបងភាបានចេញពីផ្ទះរបស់គាត់នៅម៉ោងប្រហែលជា6ល្ងាចគឺគាត់ទៅចូលរួមពិធីមង្គលការមួយដែលនៅជាប់នឹងភូមិរបស់គាត់ដែរនៅក្នុងថ្ងៃនោះគឺគាត់បានបបួលអ្នកភូមិគ្រប់គ្នាទៅដែរក៏ប៉ុន្តែអត់មានអ្នកណាទៅជាមួយគាត់ទេហើយពីផ្ទះគាត់ទៅកាន់រោងការហ្នឹងវានៅឆ្ងាយគួរសមប្រហែលជា4ទៅ10គីឡូអីអញ្ចឹងទៅពេលដែលគាត់ធ្វើដំណើរទៅចូលរួមពិធីមង្គលការហ្នឹងគឺត្រូវឆ្លងកាត់ស្ពានមួយដែលស្ពានហ្នឹងដែរគឺជាស្ពានបែបបុរាណសាងសង់ក្នុងអំឡុងសម័យបារាំងហើយសភាពស្ពានហ្នឹងគឺមើលទៅគួរឲ្យព្រឺព្រួចមែនហើយវាមានភាពចាស់កម្រិលនៅលើបង្កាន់ដៃស្ពានហ្នឹងគឺស្លែដុះយ៉ាងខ្មៅរលើបសឹងតែមើលស្ពានមិនចង់ឃើញក្រោយពីធ្វើដំណើរចេញពីផ្ទះប្រហែលជាកន្លះម៉ោងគាត់ក៏បានទៅដល់រោងការនៅពេលដែលទៅដល់រោងការគឺគាត់បានជួបជាមួយនឹងអ្នកដែលស្គាល់គ្នាទៅពីភូមិចិត្តនឹងដូចគ្នាពួកគាត់ក៏បានចូលហូបក្នុងតុជាមួយគ្នាហើយបានហូបស្រាបន្តិចបន្តួចតាមអ្វីដែលពួកគាត់អាចហូបបានតែប៉ុណ្ណោះក្រោយពីបរិភោគឆ្អែតហើយពួកគាត់ក៏បាននាំគ្នាទៅរាំពី3បទដើម្បីឲ្យបែកញើសអាំងនិងលាគ្នាត្រឡប់មកផ្ទះវិញក្រោយពីរាំហើយពួកគាត់ក៏បានទៅចងដៃគេរួចក៏វិលទៅផ្ទះរៀងខ្លួនបងភាបានជិះម៉ូតូរបស់គាត់តែម្នាក់ឯងទាំងដែលមិនមានអ្នកណាជិះតាមពីក្រោយឬក៏ពីមុខឡើយហើយនៅផ្លូវដែលគាត់ជិះហ្នឹងគឺមានសភាពស្ងប់ស្ងាត់ខ្លាំងមែនទែនមិនមានសូម្បីតែម៉ូតូឬក៏ឡានរត់កាត់សូម្បីតែមួយពេលដែលគាត់ជិះម៉ូតូរបស់គាត់មកដល់ជិតស្ពានហ្នឹងគាត់ក៏មានអារម្មណ៍ថាដូចជាមិនស្រួលហាក់ដូចជាមានមនុស្សកំពុងតែមើលគាត់ពីខាងក្រោយគាត់បានមើលតាមកញ្ចក់ប៉ុន្តែมันមានឃើញអ្វីទេក្រៅពីភាពងងឹតស្លុបនៃពេលយប់នៅពេលដែលគាត់ជិះមកដល់កន្លែងស្ពាននឹងភ្លាមភ្លើងម៉ូតូគាត់ក៏បានចាំងចំបង្កាន់ដៃស្ពានដែលស្រមោលនៃបង្កាន់ដៃស្ពានមើលទៅហាក់ដូចជាមនុស្សកំពុងតែឈរនៅអែបនឹងសសរស្ពានគាត់ក៏មានការភ្ញាក់ជាខ្លាំងហើយនៅពេលដែលជិះទៅដល់បង្គោលស្ពានហ្នឹងក៏មិនមានឃើញអ្វីដែរវាគឺជាបង្គោលស្ពានដែលឈរត្រឹងគ្មានចលនាគាត់បានជិះឡើងលើស្ពានប្រហែលជា4-10ម៉ែត្រគាត់ក៏បានមើលទៅមុខក៏ឃើញនៅលើបង្កាន់ដៃស្ពានហាក់ដូចជាមានមនុស្សកំពុងតែអង្គុយយល់ជើងទៅមកពេលនោះក្នុងចិត្តរបស់គាត់ចាប់ផ្ដើមភ័យញាប់ញ័រក៏ប៉ុន្តែក្នុងចិត្តមួយទៀតក៏គិតថាវាមិនមានរឿងអីទេវាគ្រាន់តែជាការស្រវាំងភ្នែកពីព្រោះអាចថាគាត់ស្រវឹងស្រាក៏ថាបានគាត់បានមួលហ្គាបន្តទៅមុខទៀតក៏ប៉ុន្តែភ្នែករបស់គាត់គឺសម្លឹងទៅកន្លែងដែលគាត់បានឃើញស្រមោលហ្នឹងខណៈពេលដែលជិះគៀកដល់ស្រមោលនឹងខ្លាំងមែនទែនទៅគឺវាមិនមែនជាស្រមោលធម្មតាទេគាត់បានឃើញមនុស្សស្រីដែលមានសក់វែងហើយខោអាវរបស់នាងនឹងគឺរជីរជាគួរឲ្យខ្លាចខ្លាំងមែនទែនកំពុងតែអង្គុយយល់ជើងទៅមកនៅលើបង្កាន់ដៃស្ពានពេលនោះនៅក្នុងចិត្តរបស់បងភីហាក់ដូចជាមិនមានព្រលឹងជាប់ខ្លួននោះទេខ្លួនប្រាណរបស់គាត់ហាក់ស្រាលដូចសម្លៃគាត់ក៏បានមួលហ្គាម៉ូតូរបស់គាត់នឹងមកទំហឹងឲ្យផុតពីស្ពាននោះក៏ប៉ុន្តែស្ពាននោះវាហាក់ដូចជាវែងខុសពីធម្មតាទោះបីជាគាត់ប្រឹងបន្ថែមហ្គាយ៉ាងណាក៏មិនងាយនឹងផុតដែរបន្ទាប់ពីគាត់ជិះផុតស្ពានគាត់ពុំបានងាកមើលក្រោយអ្វីទៀតទេព្រោះដោយការភ័យខ្លាចរបស់គាត់ក៏បានមួលម៉ូតូមិនបង្អង់ហ្គាសូម្បីតែបន្តិច
ពេលដែលគាត់មកដល់ផ្ទះវិញគាត់ក៏មានសភាពញ័រញាក់ដូចជាមនុស្សឈឺរាប់ខែឆ្នាំមកហើយប្រពន្ធរបស់គាត់ក៏ឆ្ងល់ថាហេតុអ្វីបានជាគាត់មានសភាពទ្រុឌទ្រោមបែបនេះប្រហែលជាទៅចូលរួមពិធីមង្គលការគេហ្នឹងគាត់ហូបស្រាច្រើនពេកបានជានាំឲ្យគាត់មានសភាពញ័រញាក់បែបនេះប្រពន្ធរបស់គាត់ក៏បានសួរនាំទៅកាន់គាត់ហើយគាត់ក៏បាននិយាយរឿងរ៉ាវដែលគាត់បានជួបហ្នឹងប្រាប់ប្រពន្ធរបស់គាត់ឲ្យដឹងផងដែរលុះស្អែកឡើងគាត់ក៏បាននិយាយរឿងទាំងអស់ដែលគាត់បានជួបហ្នឹងប្រាប់ទៅដល់អ្នកភូមិដែលនៅចិត្តហ្នឹងថាបើសិនជាមិនចាំបាច់ទេកុំជិះឆ្លងកាត់ស្ពានហ្នឹងនៅពេលយប់ព្រលប់ព្រោះគាត់បានឃើញខ្មោចដែលនៅចាំស្ពានហ្នឹងគឺបង្ហាញខ្លួនឲ្យគាត់ឃើញចាប់តាំងពីពេលនោះមកអ្នកភូមិក៏ដូចជាបងភាផ្ទាល់ក៏គាត់ពុំសូវជិះម៉ូតូឬក៏ទៅណាមកណាឆ្លងកាត់ស្ពានហ្នឹងនៅពេលយប់ព្រលប់ផងដែរហើយសាច់រឿងរបស់បងភាក៏បានចប់ត្រឹមតែប៉ុណ្ណេះអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជូនពរប្រិយមិត្តទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អគ្រប់គ្នាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ